បាទបងប្អូនពុំមីងបាទថ្ងៃនេះខ្ញុំបានគឹមហាប់បាទបានចូលមកសម្ភាសបងប្រុសផ្ទាល់បាទដែលគាត់ស្ថិតនៅក្នុងខេត្តសៀមរាបបាទនៅក្នុងស្រុកពួកហើយនឹងឃុំអីគេបងនេះឃុំកែវពណ៌បាទឃុំកែវពណ៌បាទភូមិស្វាយជែកបាទនៅចំណុចអាងនៅតឡេនេះបងប្អូនពុំមីងក្នុងខេត្តសៀមរាបស្គាល់ហើយណាបាទដែលខ្ញុំចូលមកសម្ភាសបងប្រុសផ្ទាល់បាទពីអតិថិជនរហូតដល់ខ្លាយជាតំណាងចែកចាយអំប៉ុនសញ្ញាក្រូចឆ្មាបាទនៅក្នុងតំបន់នេះអញ្ចឹងយើងសួរជាមួយនឹងបងប្រុសផ្ទាល់តែម្ដងថាតើពីមុនបងជឿបែបណាហើយក្រោយប្រើក្រូចឆ្មាទទួលបានលទ្ធផលបែបណាហើយមួយទៀតតើមូលហេតុអ្វីបានគាត់កាត់ផលិតផលក្រូចឆ្មាយកមកចែកចាយបងប្អូនពុំមីងយើងនៅក្នុងតំបន់តឡេនេះបាទអញ្ចឹងយើងជួបជាមួយបងប្រុសទាំងអស់គ្នាបាទជម្រាបសួរបងប្រុសបាទសូមជម្រាបសួរបងម្ដងទៀតបាទបងអាចជំរាបពីអាការៈរបស់បងដំបូងតិចបាទណែបងមូលហេតុអីបានបងប្រើប្រាស់ជាមួយនឹងហាមបងអ្នកក្រូចឆ្មាបងមុនដំបូងខ្ញុំបានឃើញចែនេះក៏ប្រើតែសំខ្ញុំវាឈឺវាដែរបាទរហូតទៅវាជាដូចខ្ញុំធ្វើដូចជូរទៅបាយទៅវាតឹងទៅក៏ប្រើជាទៅតែបងពីមុនប្រើប្រាស់ក្រូចឆ្មាហ្នឹងបងឈឺអីខ្លះបងអាចជម្រាបពីអាការៈនៅក្នុងខ្លួនរបស់បងមួយបាទណែបងវារាំងកាហាយបងបាទកាហាយកាពះដល់កាហាយទៅហូបអីតឹងបាទតឹងទៅឈឺដូចតង់ខ្សែបងតង់ខ្សែវាងើបពីដេកមកឈឺបោះដៃផុតនេះបងណែមែនទេបងបោះដៃផុតចកហូបបាយទៅចកចង់ដង្ហើមបាទចកចង់ដង្ហើមបាទដល់ទៅវាពេលព្រលឹមឡើងហូបអាកាត់ទៅវាមកខ្ញុំជូរហើយដោះថ្មីមកហេច្រាពួនមែនទេចាបាទហើយដល់ពេលការញ៉ាំអីដូចអត់ទៅហេវអត់ទៅឃ្លានទេហ៎បងបាទហើយការម្លេះហាក៏អត់ទៅល្អដែរបាទដល់ពេលដែលបងចាប់ដើមញ៉ាំជាមួយនឹងក្រូចឆ្មាបងញ៉ាំបានប្រហែលលេបបានបងដឹងតែធូរបងខ្ញុំញ៉ាំអស់មួយកំប៉ុងដល់ឥឡូវញ៉ាំប្រចាំថ្ងៃទៀតណាញ៉ាំប្រចាំថ្ងៃបាទថ្ងៃនៅហូបថ្ងៃខ្ញុំហូបដែរបាទប៉ុន្តែឥឡូវធូរបានប៉ុន្មានភាគរយហ៎បងធូរចូល70-80%ហើយបាទហើយចកេះជើងខ្ញុំក៏ហើមទៀតវាលើកចាក់ស៊ីទៅងើបឡើងតែយើងច្រត់បាទហើយរឿងថ្ងៃធូរដោយធម្មតាបាទតែឃើញបងប្អូនធូរច្រើននោះឃើញតំបន់នេះវានេះដែរភាសាប្រពន្ធទីមុនលក់តិចទេបាទឡងមកយូរទៅអីវកវាប្រើចេះកប់ទៅបានតាក់ទងខាងបងខាងហ្នឹងកំពុនវាប្រកែបងកែហើយទីមួយទីសំខាន់ផលិតផលផ្នែកយ៉ាងទៀតបាទអញ្ចឹងខ្ញុំវាមើលទៅវាអាចនេះថ្ងៃក្រោយបងជួយបងប្អូនឲ្យកាត់បន្ថយការចំណាយដែរបាទចំការគ្នាទៅទីកៅអីនោះវាចំណាយច្រើនបងសហួយទៅមកដល់ពេលខ្ញុំកាត់ទៅវាចំណេញច្រើនឧទាហរណ៍មួយកំងឯទៅខ្ញុំមានជួបបាយទៅជូនដល់ផ្ទះផ្ទាល់ដល់អញ្ចឹងគ្នាអាចចំណេញហើយខ្ញុំពាក់សាវាចំណេញច្រើនសុខភាពបាទអញ្ចឹងបងយល់ឃើញថាផលិតផលមួយនេះអាចជួយបងប្អូនយើងនៅខាងតឡេបានមែនទេបាទតាមរយៈការព្យាបាលលើកាពះពោះវៀនមែនទេបងហើយមកដល់ពេលនេះបងប្អូនយើងនៅតឡេហ្នឹងបានជាសះស្បើយពីជំងឺកាពះពោះវៀនច្រើនគ្នាមែនទេបងប្រើក្រូចឆ្មានេះបាទនៅក្នុងតំបន់នេះគឺគាត់បានប្រើប្រាស់ក្រូចឆ្មាបាទគឺតាមគ្នាបងប្អូនភូមិកាលណាដែលបងប្អូនភូមិបាទគាត់ប្រើត្រូវឥឡូវឧទាហរណ៍ជាក់ស្ដែងបងមុនប្រើហ្នឹងបងឃើញបងស្រីគាត់ប្រើមែនទេគាត់ឃើញគាត់ប្រើហើយក៏ឃើញថាធូរសមប្រកបបងក៏យកមកប្រើបាទបន្ទាប់ពីប្រើហើយគាត់ក៏ចែកចាយដោយការកាត់ផលិតផលរបស់យើងយកមកចែកចាយទៅកាន់បងប្អូនរបស់យើងដោយសារតែចង់ឲ្យគាត់បងប្អូនយើងជាសះស្បើយពីកាពះពោះវៀនដោយគាត់ដែរអញ្ចឹងណាបាទនេះជាពាក្យពិតអត់មានការភូតផលមានការកុហកទេបាទមានបញ្ហាកាពះពោះវៀនតនេះអត់មានភូតផលទេបាទពាក្យពិតតែម្ដងប្រើប្រាស់ជាមួយក្រូចឆ្មាហើយតម្លៃសមរម្យបងប្អូនភូមិធានាជូនអញ្ចឹងបងអាចជំរាបតិចបានទេបងបើសិនណាជាបងប្អូនយើងនៅក្នុងតំបន់នៅក្នុងខេត្តសៀមរាបហើយនៅតំបន់ក្បែរដៃតឡេនេះបងបើចង់ជាវអាហារពលសញ្ញាក្រូចឆ្មាតើអាចជាវតាមរយៈបងតាមទីតាំងមួយណាដែរបងអាចជំរាបតិចបានទេបងខ្ញុំនៅទីតាំងនៅភូមិស្វាយជ័យឃុំកែពើស្រុកពូខេត្តសៀមរាបបើបងប្អូននៅដល់តំបន់នៅមិជ្រៃបើខាងបាត់ដំបងនៅព្រែកតលពងប្រហោកថ្វាងពាក្យកទេក្បាលតោលអាចមកជានៅទីនេះបានបងបាទតាមលេខទូរស័ព្ទមានតាមនេះបាទដាក់ជួយបងដឹកតាមទូកបងប្អូននេះបងប្អូនពីមុនបបារឈៀវឥឡូវនេះទូកមានបាទស្រេចបងទូកមានស្រេចបានទេបងឲ្យទៅនៅផ្ទះលើទឹកក៏ប្រើបានដែរបាទពីមុនបងប្អូនគាត់សួរចុះបើខ្ញុំទៅផ្ទះលើទឹកទៅរកប្រើតាមណាតែឥឡូវលែងបញ្ហាបងប្អូនពុំនេះមានទូកដឹកដល់ផ្ទះតាមរងបាទពាក្យប៉ិតអត់មានកុហកអីបាទមានអស់សហួយអស់អីបាទ free សម្រាប់ដឹកទៀតបាទដឹកទូកទៅបងប្អូននេះឥឡូវទៀតខ្ញុំជិះទូកទៅជាមួយគាត់មានអតិថិជនដែលប្រើប្រាស់ត្រូវជាមួយនឹងហាមពលសញ្ញាក្រូចឆ្មាហើយទទួលបានលទ្ធផលពិតបាទអញ្ចឹងចាំទៅទស្សនាទាំងអស់គ្នាបងប្អូនពុំមីងបាទសូមអរគុណបាទ